លោកគ្រូក្នុងវីដេអូនេះខ្ញុំសូមបង្ហាញទាក់ទងទៅនឹងការធ្វើការវិធីលោកគ្រូបើកកម្មវិធីគ្រូបន្ទុកថ្នាក់នេះមកហើយលោកគ្រូចូលកន្លែងរដ្ឋបាលថ្នាក់នេះហើយលោកគ្រូចូលកន្លែងការវិភាគបាទអញ្ចឹងវាចេញតម្រងបែបហ្នឹងលោកគ្រូអាចជ្រើសរើសបានសម្រាប់ថាថ្ងៃច័ន្ទប៉ះមុខជាអ្វីអញ្ចឹងលោកគ្រូអាចរើសបានឧទាហរណ៍ប៉ះខ្មែរក្នុងករណីដែលលោកគ្រូរកមុខវិជ្ជាដែលអត់មាននៅត្រង់ចំណុចនេះលោកគ្រូអាចធ្វើការបញ្ចូលមុខវិជ្ជាបានដោយលោកគ្រូចូលទៅត្រង់ចំណុចបញ្ចូលមុខវិជ្ជាហ្នឹងឧទាហរណ៍មុខវិជ្ជាត្រង់ចំណុចនេះឧទាហរណ៍មុខវិជ្ជា AA អញ្ចឹងឧទាហរណ៍ខ្ញុំវាយថាមុខវិជ្ជា AA ចុះ A 3ដងហើយមុខវិជ្ជាបន្ថែមខ្ញុំអាចដាក់ BB បានបាទក្នុងករណីដែលលោកគ្រូជ្រើសរើសហើយលោកគ្រូអាចលុបត្រង់ចំណុចនេះបានអត់មានជាបញ្ហាទេបន្តមកទៀតលោកគ្រូចូលទៅកន្លែងរដ្ឋបាលហើយកន្លែងការវិភាគនឹងមកហើយលោកគ្រូអាចជ្រើសរើសមុខវិជ្ជាដែលអត់មាននឹងបានបាទក្នុងករណីដែលលោកគ្រូចង់បន្ថែមទៀតលោកគ្រូត្រូវបន្ទាបជ្រើសហើយគ្រូមុខវិជ្ជានឹងដដែលហើយលុបបាទទៅលុបមុខវិជ្ជានឹងហើយលោកគ្រូបញ្ចូលមុខវិជ្ជាថ្មីមកលោកគ្រូអាចជ្រើសរើសមុខវិជ្ជាថ្មីបន្ថែមបានទៀត